ក្នុងនាមកូនជាកូនខ្មែរកូនអើយចៅវិទ្យចាំតែសម្លឹងមើលទ្រព្យសម្បត្តិរបស់យើងទីបើកាលណាយើងភ្លេចខ្លួនវាប្រកាសជាលួចយកទៅបាត់អស់មិនខានដូច្នេះកូនទៅរួបរวมគ្នាថែរក្សាទ្រព្យសម្បត្តិរបស់យើងឲ្យបានគង់វង្សណាកូនកុំឲ្យពួកចៅគិនរបងវាចេះតែបានដៃលួចហើយលួចទៀតវប្បធម៌ខ្មែរផូរផង់ណាស់នឹងមានតម្លៃយ៉ាងក្រៃលែងហើយមានអាយុកាលមិនតិចពាន់ឆ្នាំដែរព្រោះដូនតារបស់យើងថែរក្សាមកបានល្អទើបវប្បធម៌នៅគង់វង្សដល់ឥឡូវដូច្នេះកូនកុំធ្វើឲ្យបាត់បង់ក្នុងសម័យកាលរបស់កូនណាជាពិសេសកូនស្រីមានម្ដាយកូនត្រូវតែស្មោះត្រង់នឹងវប្បធម៌ប្រពៃណីជាតិខ្មែរយើងជាដរាបណាកូនកូនស្រីម៉ែក្នុងនាមកូនជាកូនខ្មែរកូនត្រូវថែរក្សាអ្វីដែលជារបស់ខ្មែរកូនត្រូវតែចេះស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់គ្រួសារស្រឡាញ់វប្បធម៌បើកូនរវល់តែឆ្លោះគ្នារវល់តែជេរគ្នាពេញបណ្ដាញសង្គមរវល់តែសេតរវល់តែត្រាម៉ាតើពេលណាទើបវប្បធម៌អរិយធម៌របស់យើងល្អផូរផង់ដូចមុនបើយើងមិនថែរក្សាទ្រព្យរបស់យើងទេតើបានអ្នកណាមកថែជំនួសយើងទៅទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាយើងត្រូវតែរូបដៃគ្នាថែរក្សាណាកូនកូនប្រុសម៉ែក្នុងនាមកូនជាកូនខ្មែរកូនត្រូវតែជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិកូនត្រូវខំរៀនឲ្យមានចំណេះហើយប្រើចំណេះរបស់កូនឲ្យមានប្រយោជន៍ដើម្បីកសាងសង្គមគ្រួសារនិងកសាងជីវិតរបស់កូនឲ្យខ្ពង់ខ្ពស់ឧត្តមឧត្តមហើយនឹងយកចំណេះរបស់កូនទៅអភិវឌ្ឍសង្គមជាតិឲ្យបានរីកចម្រើនកូនកុំភ្លើតភ្លើនសប្បាយភ្លេចខ្លួនឲ្យសោះណាកូនបើកូនរវល់តែសប្បាយភ្លើតភ្លើននឹងវប្បធម៌គេសម្បត្តិវប្បធម៌ខ្មែរនឹងបាត់បង់អស់មិនខានកុំភ្លេចថែរក្សាទ្រព្យសម្បត្តិយើងផងណាកូនខ្មែរមានវប្បធម៌ល្អអស្ចារ្យខ្មែរមានសាសនាព្រះពុទ្ធខ្មែរមានអង្គរល្អបំផុតខ្មែរចិត្តបរិសុទ្ធគំនិតថ្លាខ្មែរមានពិធីបុណ្យជាខ្មែរខ្មែរនាំគ្នាថែជាតិសាសនាខ្មែរមានមរតកពីដូនតាខ្មែរត្រូវរក្សាឲ្យគង់វង្សខ្មែរមានអក្សរភាសាជាតិខ្មែរមានមារយាទល្អផូរផង់ខ្មែរមានសិល្បៈគ្រប់ទម្រង់ខ្មែរថែឲ្យគង់តរៀងទៅ